ដំរីត្រូវបានចាត់ទុកជាសំណប់ចិត្តឬអ្នកជំនឿរបស់ព្រះម៉ែលក្ស្មីក្នុងទម្រង់មួយយើងបានឃើញព្រះម៉ែគង់នៅលើផ្កាឈូកអមដោយសត្វដំរីមួយគូបែរមុខរកគ្នាលើកប្រមោយបាញ់ទឹកឬលើកក្អមទឹកថ្វាយព្រះម៉ែដែលជួនកាលមានចាប់យកផ្កាឈូកផងដែរទម្រង់មួយនេះហៅថាកុជលក្ស្មីព្រះម៉ែបញ្ជាក់ជាមួយនឹងសត្វដំរីព្រោះលក្ខណៈពិសេសរបស់ដំរីមានដូចជាមាឌធំមាំទាំបង្ហាញពីភាពសម្បូរសប្បាយមិនខ្វះខាតនិងជាឃ្លាំងសម្បត្តិដ៏ធំជាប្រភពទឹកដ៏សំខាន់ផ្ដល់នូវភាពត្រជាក់ត្រជុំចិត្តស្ងប់និងភាពអំណត់កម្លាំងនិងធម៌ពលគឺជាអំណាចប្រកបដោយសេចក្តីថ្លៃថ្នូររបស់សត្វដំរីមិនមែនជាសត្វដែលចូលចិត្តបៀតបៀនគេតែក៏មិនងាយឲ្យសត្វដទៃបៀតបៀនខ្លួនឯងដែរដំណើររបស់សត្វដំរីគឺមួយយឺតតែគ្រប់ជំហានរបស់វាគឺតែងតែញាប់ប្រតិពីនេះបង្ហាញពីការចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំស្ថិរភាពជាមួយនឹងសំណាងល្អយូរអង្វែងដំរីចាប់យកផ្កាឈូកគឺបង្ហាញពីភាពសុចរិតបរិសុទ្ធភាពស្មោះត្រង់ដែលឥតប្រែប្រួលក្នុងទម្រង់កុជលក្ស្មីនេះបានបង្ហាញថាព្រះមហាទេវីជ្រើសរើសសត្វដំរីគឺជាការប្រទានពរនូវឃ្លាំងសម្បត្តិដ៏ធំបរិបូរណ៍ប្រកបដោយគុណធម៌ដែលអាចនៅស្ថិតស្ថេរគង់វង្សយូរអង្វែង